បងប្អូនឃើញឈុនសវណ្ណរាជតារាចម្រៀងល្បីប្រចាំប្រទេសកម្ពុជាយើងលោកលើកដៃសំពះនៅមុខលោកយាយម៉ៅបងប្អូនកាយវិការនេះបងប្អូនយល់យ៉ាងណាដែរសម្រាប់តារាចម្រៀងយើងដែលលោកធ្វើការបន់ស្រន់ជាមួយនឹងអបិយជំនឿខាងផ្លូវងងឹតនៅខាងជ្រោះពេជ្រនិលគឺលោកយាយម៉ៅមែនតែនតាមប្រភពអ្នកស្និទ្ធរបស់ឈុនសវណ្ណរាជថាតារាចម្រៀងរូបនេះគឺលោកគ្រប់ប្រពៃណីទំនៀមទម្លាប់ដូនតាណាបាទទៅណាមកណាលោកតែងតែបន់ស្រន់ឆ្លងកាត់ផ្លូវបារមីផ្សេងមិនថាតែលោកយាយម៉ៅទេទៅពោធិ៍សាត់លោកតាឃ្លាំងមឿងទៅតាណាឲ្យតែមានភាពល្បីគឺលោកតែងតែឲ្យធុកបន់ស្រន់ហើយសូមឲ្យសុខសប្បាយការធ្វើដំណើរអីចឹងឡាក់នឹងឡាក់បាទហើយតារាចម្រៀងរូបឯងគឺអត់ចោលទេក្នុងការថែរក្សាប្រពៃណីទំនៀមទម្លាប់គួរឲ្យទៅសើចឈុនសវណ្ណរាជដែរបាទចុះលោកយាយម៉ៅមានបារមីខ្លាំងពូកែយ៉ាងម៉េចបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរទូទៅមិនថាអ្នកចម្រៀងអ្នកសិល្បៈតែងតែបន់ស្រន់ឲ្យទៅឆ្លងកាត់ផ្លូវជាតិលេខ4គឺត្រូវតែបន់អត់បានទេបងប្អូននឹងមានទុកទោសឬក៏មានបញ្ហាក្នុងការធ្វើដំណើរនឹងទំនៀមរបស់ខ្មែរយើងជំនឿតគ្នារបស់ពលរដ្ឋខ្មែរយើងតាំងពីដើមមកបាទសម្រាប់លោកឈុនសវណ្ណរាជនេះគឺជាអ្នកជំនឿមួយរូបដែលគាត់បានចុះទៅបន់ស្រន់យាយម៉ៅបន់ហ្នឹងបើមែនតែនគឺដើម្បីសុំសេចក្តីសុខបាទឈុនសវណ្ណរាជសុំសេចក្តីសុខក្នុងការធ្វើដំណើរបាទហើយក្រៅតែពីការសុំបន់មានសេចក្តីសុខហ្នឹងបន់សុំភាពជោគជ័យនិងលាភសក្ការៈបាទជំនឿលើការងារសិល្បៈអ្នកសិល្បៈច្រើនណាស់គេជឿថាការមកគោរពបន់ស្រន់ថ្វាយគ្រឿងសក្ការៈបូជាដល់លោកយាយម៉ៅអាចជួយការងារសិល្បៈមុខជំនួញឬការប្រគំតន្ត្រីនឹងទទួលបានភាពរលូនជោគជ័យនិងការគាំទ្រពីទស្សនិកជនច្រើនបាទនឹងឈុនវ៉ាន់រីគាត់មកបន់អញ្ចឹង3ទំនៀមទម្លាប់និងការដឹងគុណចំណុចទី3ទី1គឺសូមសេចក្តីសុខការធ្វើដំណើរទី2សូមលាភជ័យទី3ជាការទំនៀមទម្លាប់និងការដឹងគុណគោរពចាស់ទុំតារាចម្រៀងរូបនេះឯងគេថាគោរពវន្ទានឹងការបន់ស្រន់ទំនៀមទម្លាប់បាទប៉ុន្តែបន់ហើយត្រូវតែថ្វាយបងប្អូនគេថាដំណំនឹងវិន័យបើថាបន់ចេកដាក់ចេកបន់ស្អីដាក់នឹងផ្កាភ្ញីដាក់ផ្កាភ្ញីអត់មានពេលមានបញ្ហាបន់យកតម្រៃបន់ដល់ស្រន់ដល់ទៅស្កន់ស្រន់យកពងមន់ថ្វាយអត់ទេបាទអញ្ចឹងឥឡូវក្រៅពីតារាចម្រៀងឈុនសវណ្ណរាជជាផុសតាងក្នុងការដែលគាត់ទៅបន់ស្រន់នៅបារមីជឿជាក់របស់លោកយាយទេពយាយម៉ៅមកខ្ញុំចង់ដំណើរពីរឿងថាចុះហេតុអីបានជាមានបងប្អូនប្រជាពលរដ្ឋមិនថាអ្នកចម្រៀងមិនថាអ្នកសិល្បៈមន្ត្រីរាជការកដុំពីកហបតីតែងតែជិះកាត់ផ្លូវជាតិលេខ4ហ្នឹងចុះទៅអុជធូបបន់ស្រន់តើវាមានប្រវត្តិនិងរឿងរ៉ាវយ៉ាងម៉េចបានជាខ្មែរយើងជំនឿតថាលោកយាយម៉ៅជួយយើងបានចាឥឡូវខ្ញុំសូមជម្រាបជូននៅចំណុច5ចំណុចដែលធ្វើឲ្យលោកយាយម៉ៅទទួលបានការគោរពរាប់អានស្រឡាញ់ពីអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ4គឺដាច់ខាតត្រូវតែឈប់បន់ស្រន់បាទប្រវត្តិរឿងរ៉ាវរបស់លោកយាយម៉ៅនេះត្រូវបានដំណាលតតាមបែបព្រេងនិទានប្រជាប្រិយដែលមានការនិទានខុសគ្នាខ្លះដែរមិនដូចគ្នាទាំងអស់ទេប៉ុន្តែរឿងដែលល្បីនឹងត្រូវបានគេដឹងឮច្រើនជាងគេគឺមានសេចក្តីសង្ខេបខ្ញុំនឹងសង្ខេបជូនបងប្អូនដូចតទៅនេះបាទមាន5ចំណុចសង្ខេបនៃប្រវត្តិរបស់លោកយាយម៉ៅទី1ដើមកំណើតតាមរឿងព្រេងលោកយាយម៉ៅគឺជាស្ត្រីម្នាក់ដែលមានរូបសម្រស់ស្អាតមែនទែននិងមានសក់វែងខ្មៅឲ្យរលោងខ្លះថាគាត់នឹងមានស្បែកស្អែមទើបគេហៅថាយាយម៉ៅបាទត្រូវហើយបាទគាត់មានស្អែមរស់នៅក្នុងសម័យបុរាណ2ភក្តីភាពចំពោះស្វាមីលោកយាយម៉ៅហ្នឹងស្វាមីគាត់ហ្នឹងគឺជាមេតបម្នាក់ខ្លាំងពូកែណាស់នៅពេលមានសង្គ្រាមស្វាមីរបស់គាត់ត្រូវចេញទៅច្បាំងឆ្ងាយចំណែកលោកយាយម៉ៅតែងតែមកអង្គុយរងចាំស្វាមីត្រឡប់មកវិញនៅត្រង់ចំណុចភ្នំពេជ្រហ្នឹងបាទក៏ទៅកំសត់ព្រៃភ្នំហើយជាស្ត្រីម្នាក់ដែលមកអង្គុយចាំស្វាមី
ជួនជួបជួនមិនជួបមានន័យថាប្រវត្តិស្នេហាស្មោះរបស់លោកយាយម៉ៅជាមួយនឹងស្វាមីរបស់គាត់ជាមន្ត្រីទាហានបាទបើមែនតែនទៅជាវីរភាពនៃនារីម្នាក់អាហ្នឹងគេថាសមរភូមិមុខខ្លាំងក្លាទៅបានដោយសារសមរភូមិក្រៅគឺភរិយាឲ្យធូបបន់ស្រន់ឲ្យស្វាមីឈ្នះអស់មានសត្រូវច្បាំងកំចាត់ចោលឈ្លានពានទឹកដីដូចបច្ចុប្បន្នអញ្ចឹងដែលថៃតាមយាយីរំលោភចូលទឹកដីអធិបតេយ្យភាពរបស់កម្ពុជាយើងដោយលើឥឡូវនេះរដ្ឋាភិបាលកំពុងតែធ្វើការងារដោះស្រាយតាមការទូតអន្តរជាតិដើម្បីយើងយកទឹកដីរបស់យើងមកវិញប្រាសាទរបស់យើងមួយចំនួនមកវិញសូមសរសើរនឹងស្មារតីលះបង់របស់ថ្នាក់ដឹកនាំហើយនឹងវីរភាពរបស់បងកងទ័ពយើងបាទនៅក្នុងព្រៃភ្នំបងប្អូនអើយយើងគេងនៅម៉ាស៊ីនត្រជាក់គេងហាល់អាដែងនៅសមរភូមិក្រៅវាស្រួលណាតែសម្រាប់បងវរៈកងទ័ពมันនៅក្នុងហ្នឹងវាមានកងទ័ពមិនមែនមានតែយុវជនក្មេងៗទេបងប្អូនមានទាំងអ្នកខ្លះវ័យចំណាស់ដែរគាត់ធ្វើទាហានយូរហើយអញ្ចឹងត្រូវមានភារកិច្ចទៅការពារយកទ្រូងយកសាច់ឈាមស្រស់ទៅការពារត្រង់ហ្នឹងដែលចង់ឲ្យមានការលើកទឹកចិត្តពីបងប្អូនប្រជាពលរដ្ឋឲ្យបានច្រើនបើមិនបានដូចយាយម៉ៅគាត់ថាមកយើងរួមគ្នាកន្លងមកហ្នឹងក៏បានដែរបាទចែករំលែកសម្ភារៈទឹកចិត្តសពបែបយ៉ាងជូនបងវរៈកងទ័ពល្អណាស់បាទខ្ញុំសូមសរសើរនៅវីរភាពនៃការលះបង់របស់ប្រជាពលរដ្ឋខ្មែរយើងបាទកូនខ្ញុំអាយុត្រឹមតែ10ឆ្នាំជាងបាទគ្រាន់តែថាអូប្រម៉ែលប្រមូលលុយថវិកាសម្ភារៈមានមីដាក់មីមានអីយកទៅជូនបងកងទ័ពផ្ញើតាមគេធ្វើជាប៊ូតសម្រាប់ទទួលសម្ភារៈអីវ៉ាន់ឲ្យខ្ញុំដប់ទៅមកកន្លែងពីកន្លែងគាត់ទិញជន់សំលុយនឹងបានលុយពីណាខ្ញុំឲ្យគាត់ពីមុននោះហេនសំនៅសល់គាត់ទិញមី4-5កញ្ចប់មានស្អីនំអីហ៎សុំសរសើរបាទក្មួយមិនថាកូនខ្ញុំកូនគេទេបាទឥឡូវជាបន្តខ្ញុំសូមតទៅទៀតហ្នឹងហើយអញ្ចឹងក្រៅតែពីភក្ដីភាពរបស់លោកយាយម៉ៅចំពោះស្វាមីដែលទៅធ្វើទាហានហ្នឹងគឺការបាត់បង់ជីវិតចំណុច3បងប្អូនដោយសារការរងចាំយូរអង្វែងពេកផ្សំជាមួយនឹងភាពចាស់ជរានិងការនឹករលឹកស្វាមីខ្លាំងពេកលោកយាយម៉ៅក៏បានទទួលមរណភាពនៅជ្រោះពេជ្រនិលហ្នឹងបាទចំណុច4ក្រោយពីការធ្វើមរណភាពហើយលោកយាយម៉ៅនឹងក៏คล้ายទៅជាអ្នកស័ក្តិសិទ្ធិជាអ្នកមានបារមីបាទក្រោយស្លាប់ទៅអានឹងបើនិយាយទៅវិញ្ញាណអាត្មាននៅវិលវល់នៅនឹងបងប្អូនអត់ទៅណាទេនៅចាំប្តីណាបាទក្រោយពីស្លាប់ទៅវិញ្ញាណរបស់គាត់មិនបានទៅណាឆ្ងាយគឺនៅវិលវល់ដូចខ្ញុំថាអញ្ចឹងឃើញទេបងប្អូនឯកសារក៏បានបញ្ជាក់ដែរនៅនឹងព្រៃភ្នំតំបន់ហ្នឹងដំណើរថាគាត់តែងតែបង្ហាញបារមីជួយសង្គ្រោះអ្នកធ្វើដំណើរនិងអ្នកស្រុកអ្នកភូមិឲ្យរួចផុតពីគ្រោះថ្នាក់និងពពួកសត្វសាហាវជំនាន់ដើមសវោស័តសាហាវបង5ការកកើតអាស្រមនិយាយពីដល់តែគាត់ចេះតែជួយគេអ្នកស្រុកអ្នកភូមិធ្វើដំណើរអញ្ចឹងក៏អ្នកស្រុកអ្នកភូមិនឹងចាប់ផ្ដើមធ្វើជាអាស្រមបាទដោយសារតែមានភាពស័ក្តិសិទ្ធិនិងការគោរពស្រឡាញ់ទើបបងប្អូនអ្នកធ្វើដំណើរកាត់តាមភ្នំផ្លូវជាតិលេខ4ហ្នឹងពេជ្រនិលហ្នឹងរួមគ្នាសាងសង់អាស្រមនិងរូបសំណាក់រូបគាត់ដើម្បីគោរពបូជានិងសុំសេចក្តីសុខរហូតមកដល់បច្ចុប្បន្នបាននិយាយជារួមទៅប្រវត្តិរបស់លោកយាយម៉ៅគឺជានិមិត្តរូបនៃសេចក្តីស្មោះត្រង់ភក្ដីភាពចំពោះស្វាមីនិងជាអ្នកស័ក្តិសិទ្ធិថែរក្សាព្រៃភ្នំដែលប្រជាជនខ្មែរតែងតែគោរពកោតខ្លាចយ៉ាងខ្លាំងបងប្អូនមិនថាខ្ញុំមិនថាគេណាតែទៅអត់បានអុជធូបបន់ស្រន់អីសុំសុខសុំសប្បាយអីអត់អស់ចិត្តទេចេះតែខ្លាចចេះតែខ្លាចចុះបាទត្រូវតែមកទិញធូប500ឬ1000ផ្កាអស់ពី2000ហ្នឹងយកទៅថ្វាយលោកយាយម៉ៅអញ្ចឹងបងប្អូនប៉ុណ្ណឹងបងប្អូនអាចយល់បានទេថាលោកយាយម៉ៅជាវីរភាពនៃនារីម្នាក់ជាសមរភូមិក្រោយមួយរូបដែលលើកទឹកចិត្តស្វាមីរហូតដល់ស្លាប់ខ្លួនឯងរងចាំស្វាមីភក្ដីភាពនិងទឹកចិត្តនេះมันអាចរកបានទេបងប្អូនហើយបរិបត្តិសម័យយើងនេះក៏អញ្ចឹងដែរសូមឧត្តមភរិយាទាហានទាំងឡាយ
លើកទឹកចិត្តស្វាមីរបស់ខ្លួននិងមានភក្ដីភាពចំពោះបងវរៈកងទ័ពដែលជាស្វាមីរបស់ខ្លួនណាបាទធ្វើឲ្យបានកូននៅសមរភូមិក្រោយនៅជាមួយម្ដាយក៏ចឹងដែរខ្ញុំនិយាយចង់អួលដើមកបាទគឺត្រូវតែជាកូនត្រូវតែធ្វើជាកូនល្អរបស់កូនទាហានម្នាក់ដែលលះបង់ដើម្បីជាតិមាតុភូមិគឺក្មួយប្រឹងរៀនហើយនឹងគុំជក់ថ្នាំប្រើប្រាស់អំពើពីលាវាសែក្នុងសង្គមដើម្បីឪពុកយើងដែលខំប្រឹងការពារជាតិមាតុភូមិដើម្បីជាតិខ្មែរទាំងមូលយើងធ្វើខ្លួនឲ្យស័ក្តិសមបាទកុំបង្ហោះម៉ូតូកុំជក់ថ្នាំធ្វើជាកូនល្អរបស់ម្ដាយជាប្រពន្ធឧត្តមភរិយាទាហានជាកូនរបស់ឪពុកដែលជាទាហានមួយធ្វើឲ្យបានកុំប្រព្រឹត្តអំពើដែលសង្គមអបស្អប់ខ្ពើមឲ្យខូចអនាគតខ្លួនឯងបាទអរគុណបើពូនិយាយទៅខុសឆ្គងសូមក្មួយកុំប្រកាន់តែទឹកចិត្តពូចង់ឲ្យក្មួយជាមនុស្សល្អហើយជោគជ័យនៅក្នុងអាជីពមិនថាកូនប្រុសឬកូនស្រីទេបាទ